មុនឡើយទីតនចូលសហគមន៍ជាអង្គការឡើយខ្ញុំតាក់ស្ទើរដែរណាគ្រូតាក់ទើត្រង់ថាខ្ញុំគិតមើលទៅខ្លាចតែគេបោកខ្លាចបោកតែអង្គការមកផលចេះមួយខ្លាចបោកអត់ដែលលោកបានលុយព្រោះអត់ដឹងប្រវត្តិពីសហគមន៍ខ្លាចបោកហើយណាមួយអត់ទុកចិត្តមិនថាលោកទៅលោកគេបោកបាត់គេយកតែផ្លែអស់អត់លុយទៀតហើយឥឡូវខ្ញុំច្បាស់របស់ខ្ញុំហើយចូលជាសហគមន៍ងាយស្រួលលុកហើយដាំក៏ដឹងត្រាប់ហើយព្រោះយើងដាំបានច្រើនលោកបានច្រើននេះជាការលើកឡើងរបស់លោកស្រីយុនជាម្ចាស់ចំការមួយកន្លែងដែលស្ថិតនៅខេត្តកំពង់ស្ពឺលោកបានឲ្យដឹងថាលោកបានចូលជាសមាជិកសហគមន៍នៅខេត្តកំពង់ស្ពឺនេះរយៈពេលជាង10ឆ្នាំមកហើយលោកហាក់ស្ទើរមិនជឿនោះឡើយថាក្រោយពេលចូលសហគមន៍បានជួយកែប្រែរូបលោកនិងគ្រួសារបានច្រើនជាងកាលមិនទាន់បានចូលវាខុសគ្នាដោយតាខ្ញុំតាំងពីមុនមកខ្ញុំដាំដោយតាតាមប្រពៃណីអញ្ចឹងណាគ្រូហើយយើងឥឡូវចូលជាសហគមន៍មកសហគមន៍បានបង្ហាត់បង្រៀនជួយជាបច្ចេកទេសអញ្ចឹងខ្ញុំចេះដាំចេះធ្វើដោយតាសហគមន៍នឹងជួយជាបច្ចេកទេសអញ្ចឹងទៅបាទគាត់បង្ហាត់បង្រៀនហើយគាត់ពេលខ្ញុំចេញពីសាលាវិញមកគាត់ឲ្យខ្ញុំអនុវត្តអញ្ចឹងក៏គាត់ខាងបុគ្គលិកនឹងគាត់ចុះមកមើលផ្ទាល់មកគាត់មកមើលតើដែលពូដាំទៅវាត្រូវបច្ចេកទេសអត់ហើយនឹងគេបង្ហាត់បង្រៀនដែលណាដែលខ្ញុំអត់បានចាំបានចេះហ្នឹងគាត់ជួយលោកស្រីយុនថាដីចម្ការរបស់លោកនេះមានដាំដំណាំច្រើនប្រភេទទាំងប្រភេទដើមនិងប្រភេទស្លឹកជាដើមបើតាមលោកយុនដំណាំដែលលោកដាំសម្រាប់គ្រប់គងទៅសហគមន៍ភាគច្រើនជាប្រភេទដំណាំបរទេសដាំបន្លែបើគិតទៅតាមរៀបរាប់ឈ្មោះទៅវាពេញប៉ោះសាឡាត់គ្រប់ប្រភេទហើយនឹងអនូងតឡាចហើយនឹងត្រប់ម្ទេសមានតែប៉ុណ្្នឹងណាគ្រូប្រភេទផ្លែរយៈពេល3ខែប្រភេទឆ្លឹករយៈពេល1ខែកន្លះបានមូលផលដូចជាពពួកផ្លែអានឹងប្រមូលបាន3ខែជាងបាទចាប់តាំងពីដើមខែ12មកដល់ខែ1មកខែ2ខែ3ខែជាងបរិវ័យប្រមាណជាង50ឆ្នាំរូបនេះអ្វីត្បិតតែមានបទពិសោធន៍ច្រើនទៅលើវិស័យកសិកម្មប៉ុន្តែផលលំបាកក៏នៅតែមានសម្រាប់រូបលោកលំបាកព្រោះដំណាំដែលលោកដាំមិនប្រើប្រាស់សារធាតុគីមីដែលធ្វើឲ្យដំណាំរបស់លោកត្រូវយាយីដោយសត្វល្អិតជួបដែរណាគ្រូជួបផលបាក់ដោយសារវាមានសត្វល្អិតបាទសត្វល្អិតតកូវងោមហើយនឹងពួកអាសត្វអីគេល្អិតទូអានឹងខ្ញុំអត់ស្គាល់ដែរព្រោះខាងកសិកម្មគេគាត់ស្គាល់ខាងពួកអាមានរូបនឹងក្រៅពីនឹងជួបបញ្ហាដែរណាគ្រូជួបដោយថាគ្រោះធម្មជាតិទឹកជន់តែដល់ខែទឹកជន់នេះខ្ញុំនឹងអត់មានបានដាំអីទេលិចអស់ហើយនឹងថាម្រែមរស់ធាតុអាកាសនឹងថាដូចថាសមដូចថាធម្មតាបាទប៉ុន្តែទឹកជន់អត់ធ្វើកើតមកបើក្តៅយ៉ាងអាចយើងធ្វើកើតបាទធ្វើបានខ្លះហើយបើថាទឹកជន់អត់តលិចលួយខ្ទេចអស់លីយ៉ាងណាមិញបើតាមលោកយុនក៏មិនភ្លេចប្រាប់ឲ្យដឹងដែរថាពូជដំណាំដែលលោកដាំសប្តាហ៍នេះគឺលោកបានមកពីសហគមន៍ខណៈពូជនេះដាំទៅល្អនិងបានផលជាងគ្រាប់ពូជទិញពីផ្សារធម្មតាបានពូជមកខាងសហគមន៍ណាគ្រូសហគមន៍ផ្ដាល់គ្រាប់ពូជមកផ្ដាល់គិតជាខែទេដល់ខែបង់អុយទៅសហគមន៍គ្រាប់ពូជគិតជា1ក្រាមបានគិតតាមនឹងទៅក្នុងមួយខែបង់អុយសហគមន៍ម្ដងខាងសហគមន៍គ្រាប់ពូជល្អជាងបាទហើយល្អហើយដាំទៅផ្លែជាងដែលក្របរត់រាយតាមទីផ្សារនិយាយបណ្ដាអស់សំណោចបណ្ដាសប្តាហ៍ថ្ងៃនេះរូបលោកមិនកង្វល់រឿងទីផ្សារនិងតម្លៃដូចមុនទៀតនោះឡើយខណៈសប្តាហ៍ថ្ងៃនេះអ្វីដែលកង្វល់គឺមិនមានបន្លែសម្រាប់លក់ទៅវិញនោះទេមុនចូលជាសហគមន៍នឹងលោកអុយតាមឈ្មោះកណ្ដាលដូចតែគេដើរទិញតាមភូមិតាមអីចឹងណាគ្រូហើយយកទៅបោះអុយគេទីផ្សារសេរីចឹងណា
តម្លៃវាអត់ថេបើទៅខាងសហគមន៍តម្លៃថេហើយងាយស្រួលលុកប៉ុនអត់មានបលែអុយគេជាប់ វាជួបបញ្ហាអត់ទឹកពួកស្លឹកអាចមានរាល់ខែយ៉ាងដែរប៉ុន្តែបើពួកផ្លែនេះវាដាច់មួយរយៈយ៉ាងដែរព្រោះអីដីដាំពួកផ្លែបើថាយើងដាំតដែលបើដាំតដែលអត់ទុកឲ្យវាយូរតិចបាទហើយធ្វើមិនឲ្យបានដីនឹងមានជីវជាតិឡើងវិញទៅបានដាំមួយសាទៀតអានឹងបានប្រមូលផលដូចមុនខ្ញុំផ្ដែផ្ដាំទៅខាងកសិករដែលអត់បានចូលជាសហគមន៍នឹងដូចខ្ញុំពីមុនយ៉ាងដែរអត់ដែលបានចូលចឹងខ្ញុំដាំតាំងព្រីងទេហើយលោកក៏អត់បានថ្លៃអត់បានថេដូចជាសហគមន៍ដែរសហគមន៍តម្លៃថេទីផ្សារឡើងចុះស្រេចតែគេប៉ុន្តែសហគមន៍អត់មានឡើងចុះទេតម្លៃថេបាទហើយណាមួយងាយស្រួលលុកវាអត់ពិបាកលុកដូចខាងទីផ្សារសេរីទេទីផ្សារសេរីយើងទីកំងប៉ុន្មានប៉ុណ្្នឹងឲ្យបើសហគមន៍កំងប៉ុន្មានប៉ុណ្្នឹងដែរប៉ុន្តែតម្លៃថេ